សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទផ្សាយជាថ្មីម្ដងទៀតហើយក្នុងថ្ងៃនេះដូចគ្នាក៏ទទួលបាននៅសាច់រឿងមួយដ៏ថ្មីខ្លាំងមែនទែនវាទើបតែកើតឡើងនៅក្នុងប័ណ្ណ4របស់យើងនេះទេហើយបញ្ជាក់ថាសាច់រឿងនេះគឺវាពិតជារន្ធត់ខ្លាំងមែនទែនហើយវាផ្ដល់នៅបទពិសោធន៍ដែលថ្មីទាំងប្រិយមិត្តអ្នកស្ដាប់ទាំងរូបខ្ញុំបាទផ្ទាល់តែម្ដងអញ្ចឹងយើងចង់ដឹងពីសាច់រឿងលម្អិតក៏យើងចូលទៅស្ដាប់ទាំងអស់គ្នារឿងនេះដែរគឺខ្ញុំបាទបានទទួលពីប្អូនប្រុសម្នាក់ឈ្មោះថាប្អូនដាវីតគឺគាត់ជាអ្នកបម្រើការងារផ្នែកខាងការកាន់ស្តុកអីវ៉ាន់នៅក្នុងទីក្រុងភ្នំពេញជាទូទៅការធ្វើការរបស់គាត់ហ្នឹងគឺអត់សូវជាមានថ្ងៃសម្រាប់ថ្ងៃអាទិត្យថ្ងៃអីដូចគេទៅគឺអត់មានទេប៉ុន្តែគាត់មានជាប្រភេទ day off ទៅវិញដល់បឹង3ហ្នឹងក៏ជាថ្ងៃឈប់សម្រាករបស់ប្អូនដាវីតដូចគ្នាអញ្ចឹងគាត់ត្រូវឈប់ពីការងារពីទីក្រុងភ្នំពេញមកដើម្បីធ្វើដំណើរមកផ្ទះពេលដែលមកដល់ផ្ទះហ្នឹងក៏គាត់ទិញអីវ៉ាន់ដូចជាផ្លែឈើសម្ភារៈមួយចំនួនខ្លះទុកសម្រាប់មកវត្តផងហើយនឹងក៏ជូនម្ដាយនិងឪពុករបស់គាត់ផងដោយឡែកម្ដាយរបស់ប្អូនដាវីតវិញក៏គាត់បាននិយាយប្រាប់ទៅកាន់ដាវីតថាព្រឹកហ្នឹងយើងត្រូវប្រញាប់ក្រោកទៅព្រោះអីប័ណ្ណ4ហ្នឹងគឺជាវេនភូមិរបស់យើងតែម្ដងអញ្ចឹងក៏រៀបចំសម្ភារៈខ្លះមានផ្លែឈើរួមទាំងសម្ភារៈមួយចំនួនដូចជាស្នាដក់អីផ្សេងៗហ្នឹងដែលប្អូនដាវីតគាត់ទិញពីភ្នំពេញមកហ្នឹងផលិតឡើងត្រូវរៀបចំសម្ភារៈទាំងអស់ហ្នឹងហើយយកទៅវត្តដើម្បីវេប្រគេនដល់ព្រះសង្ឃហើយនៅក្នុងភូមិស្រុករបស់គាត់ទៀតក៏គេមានរបៀបមួយដែលគេចោលអត់បានទេគឺការធ្វើជាគេហៅបាយបិទត្បូងប្រគេនដល់ព្រះសង្ឃអញ្ចឹងបាយបិទត្បូងហ្នឹងគឺមានគ្រប់ផ្ទះតែម្ដងហើយអ្នកភូមិមួយហ្នឹងគឺគេធ្វើដំណើរទៅហ្នឹងដោយគេទូលបាយបិទត្បូងហ្នឹងទៅជាមួយគ្នានិយាយដល់ថ្ងៃបិណ្ឌ4ហ្នឹងនៅក្នុងភូមិរបស់ដាវីតនឹងផ្ទាល់ក៏មានភ្លៀងរលឹមតិចហើយផ្លូវវាអត់ទាន់ស្រួលប៉ុន្មានទេអញ្ចឹងក៏គាត់ពិបាកក្នុងការធ្វើដំណើរមែនទែនហើយមែនណារៀងត្រោមពីល្ងាចទៅផងក៏គាត់សម្រាប់ទៅចង់ជ្រុលម៉ោងម្ដាយរបស់ដាវីតនឹងទៀតក៏គាត់បានប្រាប់ទៅកាន់ដាវីតថាឲ្យរៀបចំអីវ៉ាន់ទៅតាមក្រោយគាត់យកបាយបិទត្បូងទូលទៅមុនអញ្ចឹងដាវីតនេះតម្រាំតែរៀបចំខ្លួនអីហើយចប់សពគ្រប់អស់ម្ដាយរបស់គាត់នឹងគឺជិះម៉ូតូទៅជាមួយនឹងឪពុកគាត់បាត់ហើយអញ្ចឹងនៅសល់តែប្អូនដាវីតនឹងទេដែលគាត់ត្រូវយកស្លាដកហើយនឹងផ្លែឈើខ្លះទៀតយួរទៅតាមក្រោយដើម្បីទៅវត្តពេលដែលដាវីតគាត់ចេញពីផ្ទះរបស់គាត់នឹងដើរមកក៏ជួបជាមួយនឹងវត្ត័យជាមួយនឹងមិត្តភ័ក្តិរបស់វត្ត័យម្នាក់ទៀតនឹងឈ្មោះថាចាន់នីអញ្ចឹងវត្ត័យនឹងចាន់នីហ្នឹងក៏គាត់កំពុងតែរៀងខ្លាចតិចដែរដល់ពេលដើរមកជួបជាមួយដាវីតហ្នឹងក៏ប្រមូលគ្នាដើរមកជាមួយគ្នាតែម្ដងហើយបញ្ជាក់ថាក្នុងភូមិរបស់ប្អូនដាវីតហ្នឹងគឺនៅឆ្ងាយពីវត្តល្បាក់ប្រហែលជា2គីឡូកន្លះអញ្ចឹងគាត់ដើរពីក្នុងភូមិហ្នឹងទៅគាត់ដើរទៅចែកគ្នាជាមួយនឹងប្អូនចាន់នីនិងវត្ត័យហ្នឹងនិយាយលេងសើចអីចឹងទៅរហូតដើរទៅដល់ច្រកលបងដែលត្រូវឡើងទៅដើរទៅវត្តហ្នឹងដើរមកដល់កន្លែងហ្នឹងក៏ដាវីតជាមួយនឹងចាន់នីហ្នឹងគាត់ឮសំឡេងមនុស្សក្អកខឹកអកចឹងលន់សំឡេងក្អកនឹងខ្លាំងក៏ដាវីតហើយនឹងចាន់នីគាត់ងាកមើលហើយដាវីតចាន់នីគាត់ងាករកមើលចឹងទៅអត់មានឃើញមនុស្សដល់ឃើញមនុស្សអញ្ចឹងដាវីតគាត់សួរទៅកាន់វត្ត័យវិញសួរថាវត្ត័យហើយលើអីអត់វត្ត័យថាអត់មានលើអីផងចាន់នីគាត់ថាខ្ញុំលើសលេងមនុស្សក្អកដល់ពេលរកមើលទៀតអត់ឃើញទេដល់ពេលគាត់ដើរផុតទៅមុខបន្តិចទៅក៏ជួបលោកតាម្នាក់ហ្នឹងអាយុរបស់គាត់ហ្នឹងចូលខ្ទង់60ជាងជិតនឹង70ឆ្នាំទៅហើយគាត់ដើរកោងបងប្អូនខ្លួនគាត់នឹងឡើងកោងហើយគាត់កាន់ឈើច្រត់មួយដើរពីមុខហ្នឹងហើយអាវរបស់គាត់នឹងក៏ពណ៌សខោរបស់គាត់នឹងក៏ពណ៌ខ្មៅសក់របស់គាត់នេះនៅខាងលើនឹងគឺដុះរិចបន្តិចទេដូចបងប្អូនដឹងថាចាស់
គឺគាត់ពេលដែលគាត់ចាស់ទៅគឺគាត់ចូលចិត្តកោសក់នឹងឲ្យរៀងអស់អញ្ចឹងស្រួលសម្រាប់គាត់ដល់ពេលអញ្ចឹងចាន់នីជាមួយនឹងដាវីតក៏គាត់និយាយគាត់ថាស្រែកពីចងាយទៅក៏គាត់ស្រែកទៅគាត់ថាតាចាំផងផ្លូវកំពុងល្អិលផងចាំខ្ញុំដឹកដៃទៅដាវីតគាត់និយាយអញ្ចឹងតាំងដាវីតតាំងចាន់នីជាមួយនឹងវត្តៃហ្នឹងគាត់ទៅជាមួយគ្នាវត្តៃជួយកាន់ឈើច្រត់ឲ្យលោកតាម្នាក់ហ្នឹងហើយដាវីតជាមួយនឹងចាន់នីគឺកាន់ដៃលោកតាហ្នឹងម្នាក់មួយចំហៀងដោយដឹកដៃគាត់ដើរទៅដើម្បីងាយស្រួលគ្រាន់តែដាវីតជាមួយនឹងចាន់នីគាត់ចាប់ដៃលោកតានឹងវឹបមកគឺដៃរបស់លោកតាគឺគាត់ទៅជាក់ខ្លាំងមែនទែនដល់ពេលអញ្ចឹងដាវីតគាត់ចេះតែលួចគិតក្នុងចិត្តគាត់គិតថាដៃរបស់លោកតាទៅជាក់ខ្លាំងម៉េចតែគាត់អត់គិតអីច្រើនទេគាត់គិតថាទៅជាក់ខ្លាំងមែនទែនគាត់តែគិតតែប៉ុណ្្នឹងហើយគាត់ដឹកដៃលោកតានឹងទៀតបណ្ដាលទៅរហូតទៅដល់មុខសាលាឆាន់ពេលហ្នឹងលោកតានឹងក៏គាត់ប្រាប់ថាចៅអើយប៉ុណ្ណឹងបានហើយទៅអរគុណច្រើនហើយក៏វត្តៃបកគលឈើច្រត់ហ្នឹងទៅឲ្យលោកតាវិញគាត់ក៏ដើរឡើងទៅសាលាឆាន់ទៅដោយនៅក្នុងសាលាឆាន់ហ្នឹងគឺច្រើនមែនទែនដល់ពេលលោកតាហ្នឹងគាត់ចូលទៅដល់ហ្នឹងគឺគាត់នៅអង្គុយនៅចុងគេនៅជាយគេបំផុតនៅចុងគេហើយលោកក៏ធ្វើកិច្ចធ្វើអីអញ្ចឹងទៅឃើញថាមានកិច្ចវេអីលោកប្រកាសសោកគ្រប់ទៅចាន់នីដាវីតជាមួយនឹងវត្តៃដោយសារគាត់ក្មេងគាត់អត់ទាន់យល់ច្រើនទេអញ្ចឹងក៏គាត់នៅខាងក្រៅអញ្ចឹងទៅយកសម្ភារៈដាក់ខាងក្នុងហើយគាត់មកអង្គុយនៅបងខាងក្រៅរងចាំកាន់បាយបិណ្ឌហ្នឹងដើម្បីយកទៅបោះក្រោយពេលដែលគេវេបាយបិណ្ឌហើយនៅពេលហ្នឹងក៏លោកបានធ្វើកិច្ចអីបញ្ចប់ហើយសពគ្រប់អីហើយចប់ទាំងអស់ក៏ដល់ពេលដែលត្រូវបោះបាយបិណ្ឌអញ្ចឹងបោះបាយបិណ្ឌហ្នឹងក៏គេអត់បោះនៅក្នុងវត្តហ្នឹងទេគឺកន្លែងវត្តហ្នឹងគឺគេបោះនៅជីលបងវត្តអញ្ចឹងណាហើយទីធ្លាវត្តហ្នឹងគឺធំខ្លាំងមែនទែនហើយសម្បូរទៅដោយដើមឈើដែលធំនៅហ្នឹងដូចជាមានដើមឈើដូចជាដើមបេងដើមសាឡាវដើមអីធំច្រើនណាដើមច័ន្ទគិរីដើមអីហ្នឹងក៏ច្រើនយកតែមែនទែនអញ្ចឹងគឺគេយកបាយបិណ្ឌហ្នឹងទៅបោះទៅតាមគល់ឈើហ្នឹងហើយនឹងទៅតាមជីលបងហ្នឹងហើយគេទិសទៅឲ្យពេលដែលដាវីតវត្តៃនិងចាន់នីនឹងគាត់ទៅបោះបាយបិណ្ឌគាត់បោះហើយរួចចប់សពគ្រប់អស់អញ្ចឹងទៅមនុស្សក៏គេដើរបកមកវិញហើយគេរៀបចំទៅផ្ទះខ្លះអញ្ចឹងម្ដាយរបស់គាត់នឹងក៏ខ្វាត់ម្ដាយរបស់ដាវីតគាត់និយាយគាត់ថាបើជ្រុលជាបានមកហើយចាំទៀបនឹងភ្លឺលបាក់ម៉ោង5អីចាំបកទៅវិញទៅយកបាយស្លបកមកវិញអញ្ចឹងក្នុងពេលដែលកំឡុងម៉ោង4ជាងហ្នឹងណាគាត់ឲ្យនៅជួយចាត់ផ្លែឈើជួយរៀបចំដូចជាបាយបាត់បោនឹងមួយចំនួនទៀតសម្រាប់ទុកនៅថ្ងៃស្អែកដោយផ្ញើលោកនៅក្រោមបលាំងនឹងឯងគាត់ស្គាល់ណាអញ្ចឹងគាត់ផ្ញើទុកនៅហ្នឹងទៅស្អែកគឺខ្ជិលទូលមកអញ្ចឹងបិណ្ឌរបស់គាត់2ថ្ងៃពេលហ្នឹងឯងប្អូនដាវីតចាន់នីជាមួយនឹងវត្តៃក៏ជួយចាត់ផ្លែឈើរៀបចំអ៊ំស្រីឲ្យយើងរួចចប់សពគ្រប់អស់គឺម៉ោងហ្នឹងឯងវាលបាក់ម៉ោង5ហ្នឹងតែម្ដងអញ្ចឹងគេផ្សេងទៀតគឺគេដើរមកផ្ទះអស់ហើយស្ងាត់អស់ហើយយាយគឺគាត់នៅនឹងសាលាឆាន់សល់តែអ្នកទាំង3នាក់ហ្នឹងគឺគាត់ដើរត្រឡប់ទៅវិញពេលដែលប្អូនចាន់នីហ្នឹងគាត់ដើរត្រឡប់ទៅវិញអូនចាន់នីគឺគាត់ឮសំឡេងអ្វីមួយយ៉ាងខ្សៅសំឡេងប្រហាក់ដូចជាសំឡេងមនុស្សនិយាយបន្តិចដូចជាសំឡេងខ្យល់យ៉ាងម៉េចអត់ដឹងទេហើយគឺខ្នងរបស់គាត់ហ្នឹងគឺត្រជាក់ខ្លាំងមែនតើត្រជាក់ខ្លាំងហើយប្អូនចាន់នីហ្នឹងគាត់ដើរក្រោយគេដំបូងមកបន្ទាប់មកគាត់អញ្ចឹងក៏គាត់អត់ប្រាប់គ្នាដែរគាត់បជាតដើរទៅឲ្យបានទៅគេបន្ទាប់មកប្អូនវត្តៃចាប់ដើមឮសំឡេងនឹងម្ដងទៀតសំឡេងតែប្អូនចាន់នីឮមុនហ្នឹងឮដូចគ្នាឮសំឡេងខ្យល់ប៉ុន្តែដូចជាមនុស្សនិយាយបន្តិចដូចជាមិនមែនបន្តិចអញ្ចឹងពួកគាត់ទាំងពីរនាក់គាត់ដឹងហើយនៅសល់តែប្អូនដាវីតទេអត់បានដឹងរឿងទេគិតតែពីដើរនិយាយទៅឲ្យប្អូនចាន់នីហើយនៅវត្តៃក៏គាត់ស្ងាត់មកសិនដើរទៅដល់កន្លែងជីលបងដែលគាត់បោះបាយបិណ្ឌខាងដើមហ្នឹងគូស្រាប់តែគាត់ឃើញអ៊ំប្រុសម្នាក់វ័យប្រហែលជា40ឆ្នាំជាងគាត់ដោះអាវស្លៀកតកោខ្លីទេហើយអង្គុយឆ្ងោកមុខទល់ទៅជាមួយនឹងលបងដែលនៅជប់វិញហ្នឹង
ហើយបរិវេណហ្នឹងគឺវាស្ងាត់មែនទែនហើយយើងក៏លេចទៅគឺឃើញតែបាយបិណ្ឌទេពេលហ្នឹងគាត់ឃើញបរិះម្នាក់ហ្នឹងគាត់អង្គុយបែរមុខទៅទល់ជាមួយលបងចឹងហើយក៏ដៃគាត់ហ្នឹងក៏រើសបាយបិណ្ឌហ្នឹងយកមកហូបរើសហូបអញ្ចឹងកូនអូនដាវីតហ្នឹងគាត់ក៏លេចមើលទៅមកវឹបគាត់ថាប្រហែលជាមនុស្សអូនចាន់នេះនេះគាត់ថាមនុស្សក៏ដោយតែបើសិនជាអញ្ចឹងមែនមានតែមនុស្សវិកលចរិតទេដែលមកអង្គុយរើសបាយបិណ្ឌស៊ីអញ្ចឹងណាគាត់ឃើញខ្នងហ្នឹងឡើងច្បាស់ហើយគាត់ឃើញទម្រង់មនុស្សហ្នឹងឡើងច្បាស់គឺសម្បល់ខ្មៅងៀតរាងធំបន្តិចហើយស្លៀកតែខោខ្លីទេដល់ពេលគាត់ដើរចិត្តទៅគាត់ស្រាប់តែបរិះម្នាក់ហ្នឹងគាត់ងាកមកវឹបមកមើលអញ្ចឹងណារំពេចនោះប្អូនដាវីតជាមួយនឹងចាន់នីនិងបតីទាំង3នាក់ហ្នឹងក៏លេចទៅមើលចំមុខរបស់គាត់តែម្ដងពេលដែលគាត់ក៏លេចទៅមើលចំមុខហ្នឹងគឺឃើញថាបរិះម្នាក់ហ្នឹងមានអាបាយបិណ្ឌហ្នឹងប្រឡាក់ជាប់នៅនឹងមាត់ហ្នឹងហើយដៃនឹងដែរក៏ប្រឡាក់សិតតែបាយបិណ្ឌហ្នឹងហើយសន្តានរបស់គាត់ហ្នឹងគឺពុកមាត់នេះដោះឡងក្រាស់ហើយមុខរបស់គាត់ហ្នឹងគឺខ្មៅឡើងស្រអាប់តែម្ដងប្អូនទាំង3នាក់ហ្នឹងគាត់អត់គិតអីច្រើនទេគាត់គិតថាប្រហែលជាមនុស្សវិកលចរិតក៏គាត់ព្យាយាមដើរជិះឲ្យផុតពីហ្នឹងបន្តិចទៅដើរជ្រុលទៅមុខដល់ពេលគាត់ដើរផុតពីកន្លែងហ្នឹងដល់កន្លែងដើមថ្នោតមួយឆ្ងាយពីហ្នឹងល្បាក់ប្រហែលជា100ម៉ែត្រជាងក៏គាត់ងាកមកមើលម្ដងទៀតអ្វីដែលគាត់ងាកមកម្ដងហ្នឹងគឺគាត់ឃើញបរោះដំបងដែលគាត់ឃើញអង្គុយរើសបាយបិណ្ឌស៊ីហ្នឹងខ្លួនបរោះហ្នឹងកាន់តែធំទៅរហូតដល់ខ្ពស់ជាងអាដើមឈើដែលនៅនឹងជាប់លបងវត្តហ្នឹងទៀតដើមឈើហ្នឹងក៏បានតែត្រឹមជង្គង់ទេហើយមនុស្សហ្នឹងមានធំយកតែមែនតើហើយមានហូរឈាមចេញទៅតាមភ្នែកចឹងហើយដើរបកត្រឡប់ទៅវិញបងប្អូនដើរចេញពីជាយលបងហ្នឹងដើរសំដៅទៅកន្លែងវិហារនៅក្នុងវត្តវិញដោយប្អូនចាន់នីហ្នឹងជាមួយនឹងប្អូនវត្តៃហ្នឹងនិងដាវីតទាំង3នាក់គឺគាត់ឃើញផ្ទាល់ភ្នែករបស់គាត់តែម្ដងឃើញតែដើរទៅហើយចំហៀនរបស់គាត់មួយហ្នឹងគឺវែងហើយលន់សឹបឡើងលន់លឺដល់គាត់តែម្ដងពួកគាត់ទាំង3នាក់គឺពិតជាភ័យខ្លាំងមែនតើពេលហ្នឹងដែលគាត់មកដល់ផ្ទះហើយគាត់ក៏យករឿងហ្នឹងទៅប្រាប់ឪពុករបស់គាត់ឪពុករបស់ប្អូនដាវីតហ្នឹងក៏គាត់និយាយគាត់ថាវាគ្មានទៅស្អីទេប្រហែលជាគេបោះបាយបិណ្ឌទៅហើយជួបប្រែតជួបអីហ្នឹងក៏គាត់និយាយចឹងណាថាប្រហែលជាជួបប្រែតឃើញប្រែតអីចឹងទៅដល់ពេលនិយាយចឹងហើយប្អូនដាវីតហ្នឹងក៏គាត់អត់មាត់ដែរតែអារម្មណ៍របស់គាត់នៅភ័យដល់ពេលជប់បិណ្ឌថ្ងៃទី5ត្រូវទៅម្ដងទៀតហើយបងប្អូនដូចដើមម្ដាយរបស់គាត់ហ្នឹងទូលអីវ៉ាន់អីផ្សេងហ្នឹងដូចមានស្លមាននំបញ្ចុកមានអីចឹងទូលទៅមុនហ្នឹងហើយអញ្ចឹងប្អូនដាវីតហ្នឹងគាត់ទៅតាមក្រោយតែថ្ងៃហ្នឹងគឺគាត់ទៅតែ2នាក់ទេគាត់ទៅជាមួយនឹងវត្តតីបានន័យថាយប់ហ្នឹងគឺអត់មានគ្នា3នាក់ទៀតទេព្រោះអីចាន់នេះគាត់ជិះម៉ូតូទៅជាមួយម្ដាយគាត់ហើយនៅសល់តែវត្តតីជាមួយនឹងដាវីតទេដែលគាត់ត្រូវដើរទៅទៀតហើយពេលដែលពួកគាត់ដើរទៅហ្នឹងគឺទៅដល់ចុងភូមិក៏ពួកគាត់ឮសំឡេងម្ដងទៀតឮសំឡេងដូចជាខ្យល់អញ្ចឹងដូចជាអាយុដំបងអញ្ចឹងហើយត្រជាក់តាំងពីចុងដៃរហូតដល់ចុងជើងខ្យល់ហ្នឹងគឺត្រជាក់ខ្លាំងមែនតើហើយឮសំឡេងខ្យល់ហ្នឹងលហៀងនៅក្រោយខ្នងរបស់គាត់ប្រឆាត់កជារបស់គាត់ហ្នឹងដូចជាអោនខ្សឹបអញ្ចឹងជាស្រែកថាឃ្លានណាឃ្លាននិយាយតែប៉ុណ្្នឹងទេពេលហ្នឹងដាវីតក៏គាត់ងាកក្រោយមកទំហឹងវឹបអត់ឃើញមនុស្សទេវត្តៃក៏គាត់សួរដាវីតកើតអីមែនគាត់ថាអត់អីទេក៏គាត់ដើរទៀតដើរទៅអត់ទាន់បាន50ម៉ែត្រផងលឺម្ដងទៀតលឺអាសំឡេងខ្យល់ហ្នឹងស្រែកថាឃ្លាននិយាយអញ្ចឹងដាវីតហ្នឹងក៏គាត់ក៏លេចមកមើលម្ដងទៀតងាកមកវឹបមកទៀតអត់ឃើញដូចដើមដាវីតហ្នឹងភ័យខ្លាំងពេកក៏កាន់ដៃវត្តៃនឹងអញរត់ពេញមួយទំហឹងសំដៅទៅវត្តតែម្ដងពេលដែលគាត់រត់ទៅដល់ហ្នឹងគាត់ក៏ងាករកមើលទៀតនៅតែអត់ឃើញអីទាំងអស់តែដាវីតគាត់ចាំសំឡេងនឹងច្បាស់ណាស់សំឡេងហ្នឹងគឺជាសំឡេងមនុស្សស្រីដែលនិយាយខ្សឹបដាក់តិចគាត់ថាឃ្លាននិយាយនៅពាក្យដដែលអញ្ចឹង 3-4 ដង
ដាវីតគាត់ចាំច្បាស់ថាជាសំឡេងមនុស្សមិនមែនជាសំឡេងខ្យល់ទេដូចជាខ្សឹបញឹមពេលដែលទៅដល់វត្តហើយដាវីតក៏គាត់យករឿងហ្នឹងនិយាយទៅប្រាប់បតីថាអញ្ចឹងរត់មិញហ្នឹងរត់ដោយសារអញ្ចឹងមែនថាហ្នឹងហើយគាត់ឮសំឡេងមនុស្សស្រីស្រែកតែឃ្លានវត្តជាមួយនឹងដាវីតគាត់ពិតជាភ័យខ្លាំងមែនតើហើយវតីនឹងឯងក៏គាត់ប្រាប់ថាអាសំឡេងហ្នឹងមុនពេលដែលយើងឃើញមនុស្សប្រុសដែលមានធំហើយរើសបាយបិណ្ឌស៊ីការពីយប់មិញហ្នឹងមុននឹងឃើញហេតុការណ៍ហ្នឹងគឺខ្ញុំបានឮសំឡេងមនុស្សស្រីដូចជាខ្យល់យ៉ាងដែរនិយាយដូចគ្នានិយាយនៅពាក្យដូចគ្នាថាឃ្លានតែគាត់ឮតែចាំងនេះជាមួយនឹងវតីទេដាវីតការពីយប់មិញហ្នឹងគឺគាត់អត់បានឮទេតែមកដល់ព្រឹកនេះគឺគាត់ច្បាស់ហើយថាសំឡេងហ្នឹងគាត់បានឮទាំង2នាក់សរុបមកគឺទាំង3នាក់ជាមួយនឹងចាំងនេះផ្ទាល់តែម្ដងដល់ពេលអញ្ចឹងអារម្មណ៍របស់គាត់គឺចាប់ដើមច្បុកច្បល់ហើយទៅវិញក៏គាត់និយាយគាត់ថាគាត់អត់ទៅតែ2នាក់ហ្នឹងទៀតទេធ្វើមិនក៏ដោយក៏គាត់នៅចាំគ្នាបានគ្នារៀងច្រើនបន្តិចចាំចេញទៅផ្ទះវិញដល់ពេលទទួលអីរំពេចហ្នឹងក៏ស្រាប់តែទូរស័ព្ទរបស់យាយរបស់ដាវីតហ្នឹងគាត់តែមកគាត់ប្រាប់ឲ្យដាវីតហ្នឹងគឺទៅយកប្អូនរបស់គាត់ផងប្អូនរបស់គាត់ហ្នឹងគឺយំខ្លាំងណាស់យំរកម្ដាយគាត់ហើយភ្ញាក់ពាក់កណ្ដាលយប់គឺគាត់ថាស្រែកអស់ហើយអត់មានពីណាគេបានដេកបានពួនទេអញ្ចឹងត្រូវតម្រូវឲ្យដាវីតហ្នឹងគាត់ទៅវិញម្នាក់ឯងបងប្អូនផ្លូវកំពុងតែស្ងាត់ឃើញហេតុការណ៍ឮសលេងអញ្ចឹងហើយបើយើងវិញយើងហ៊ានទៅអត់គឺអត់ហ៊ានទេតែដាវីតគាត់ត្រូវតែទៅបើអត់ទៅអត់បានទេព្រោះឯប្អូនហ្នឹងក៏យំខ្លាំងណាស់អញ្ចឹងគាត់ក៏ប្រាប់ម្ដាយហើយគាត់បបួលវតីមក2នាក់ដោយយកម៉ូតូរបស់ឪពុកគាត់ហ្នឹងជិះមកជាមួយគ្នាវតីនេះគ្រាន់តែលឺអញ្ចឹងក៏គាត់ថាបើបានជិះម៉ូតូក៏ល្អដែរវាលឿនជាងមុនប្រហែលជាអត់អីទេពេលដែលពួកគាត់ទាំង2នាក់ពេលដែលគាត់ជិះម៉ូតូអញ្ចឹងក៏អត់ត្រូវមកតាមផ្លូវខាងដើមទេវាត្រូវវងទៅជាមួយច្រកខ្លោងទ្វារធំពួកអីតាមនេះគឺជាខ្លោងទ្វារដែលយើងអាចចុះនឹងជើងទេឡើងម៉ូតូតែអត់រួចទេវាមានកម្មយតាដល់ពេលអញ្ចឹងតម្រូវឲ្យគាត់ជិះម៉ូតូវងគាត់ជិះវងតាមមុខសាលាបឋមសិក្សានៅនឹងមានទាំងបឋមសិក្សាមានទាំងអនុវិទ្យាល័យហើយនិងវិទ្យាល័យគឺនៅរួមគ្នាតែម្ដងហើយទីធ្លាសាលាហ្នឹងគឺធំណាស់គាត់តម្រូវជិះកាត់តាមខ្លោងទ្វារនឹងឯងដោយស្ងាត់ឲ្យឆឹងឮតែសំឡេងមេក្រូនៅខាងក្នុងវត្តប៉ុន្តែនៅខាងក្រៅនេះទស្សនវិជ្ជាគឺស្ងាត់ឲ្យជ្រាបតែម្ដងបងប្អូនដឹងហើយថាបិណ្ឌ4គឺវាល្ងឹតខ្លាំងប៉ុណ្ណាហើយមេកលឹមតិចទៀតអញ្ចឹងណាមានតែភ្លើងរៀងស្មើបន្តិចដែលវាចាំងពីវត្តមកពេលដែលប្អូនវតីនិងដាវីតជិះម៉ូតូមកដល់កែងសាលាហ្នឹងដាវីតហើយនិងវតីបានឃើញអ្វីមួយដែលគួរឲ្យតក់ស្លុតជាងអ្វីដែលគាត់ឃើញកាលពីយប់មិញទៅទៀតនឹកគាត់បានឃើញក្រុមមនុស្សមួយវងធំតែម្ដងគឺមានខ្ពស់មែនតើមានទាំងប្រុសមានទាំងស្រីហើយដើរជាជួរគ្នាសំដៅទៅវត្តបងប្អូនខ្ពស់ហើយធំមានអ្នកខ្លះហ្នឹងគឺមុខឲ្យសត្វតែឆ្អឹងសក់នឹងរឹងកញែងកញ្ញាំងហើយមានអ្នកខ្លះទៀតហ្នឹងគឺក្បាលនឹងឯងឡើងតងោលហើយរៀងគឺស្គមស្គាំងមែនតើដើរទៅដោយពួកគាត់ទាំង2នាក់ក្រំតែឃើញអញ្ចឹងភ្លាមនោះបត់ម៉ូតូមកវិញវឹងជិះម៉ូតូសំដៅទៅសាលាឆាន់ហើយឡងញ័រតាត់ទៅវិញក៏ប្រាប់ម្ដាយគាត់ថាគាត់បានឃើញប្រេតដើរជាជួរគាត់អត់ហ៊ានទៅទេគាត់ចាំពេលព្រឹកឡើងបានគាត់ទៅជាមួយម្ដាយរបស់គាត់អត្តតភាពដែលគាត់បានឃើញហ្នឹងគឺវាដក់ជាប់នៅក្នុងភ្នែករបស់គាត់តែម្ដងទាំង2នាក់ពេលហ្នឹងឯងគឺទោះបីជាម្ដាយនិយាយយ៉ាងម៉េចក៏ដោយនិយាយតែមករបៀបម៉េចក៏ដោយក៏ដាវីតជាមួយនឹងបតីហ្នឹងអត់ទៅទេចាំដល់ពេលលោកឆាន់ហើយពេលព្រឹកមនុស្សទៅច្រើនទៅគាត់ហ៊ានដើរទៅជាមួយពេលដែលគាត់ដើរទៅដល់ផ្ទះគាត់ក៏បានប្រាប់រឿងហ្នឹងទាំងអស់ទៅកាន់ម្ដាយនិងឪពុករបស់គាត់គឺគាត់សុំអត់ទៅវត្តទេថ្ងៃហ្នឹងគាត់សម្រាកមួយថ្ងៃសិនហើយសុំអត់ទៅវត្តទៀតទេយប់ហ្នឹងក៏ម្ដាយរបស់គាត់សម្រេចថាអត់ទៅក៏អត់ទៅចុះអត់អីទេប៉ុន្តែដល់ពេលបន់ហ្នឹងអីវេនបន់ហ្នឹងជាបន់របស់គាត់ផុតហើយណាអញ្ចឹងក៏ម្ដាយគាត់ថាបើផុតវេនបន់ខ្លួនឯងហើយបើទៅក៏ទៅមិនទៅក៏អត់បើសិនជាអត់ទៅវត្តហ្នឹងទេចាំទៅវត្តផ្សេងទៀតក៏បានដែរពួកអីនៅចិត្តយើងហ្នឹងក៏មានវត្តច្រើនណាស់ដែរអ
chẳng bữa sân chia tới chia từ chùa bơ hai bát nắng bạch tới đi không tới vật nắng tiệt đọc bên vậy khi sao xuân chẳng hao trong sau group á ngay bật tọt ôn David nâng tạt tài ôn bật tay nâng tạt tài chùm môi nâng chăn đi nâng prom từ mình xanh tiết mà đôn nâng cứ tới tràn khi mền tên khi là bạn và hai chia tung bầm bấy tôi bầm buồn nè nó đã có chi mà tôi tới cọt đây tới đây của ấy mà đôn nâng quát trời plak đâu từ vót môi tiết nâng cứ nơi ngay bị te là bao quát là hốt từ đó bầm mũi bầm bao từ lâu đây nó hỏi play nâng có việc anh vậy bạn thay chi ban mà xong rồi việc ọt làm bạn phần màn thì chẳng bộ quát chi là một tới từng ở kia tại bắt đầu đọc pe prep để quát tới cái đầu tới nó có mà đây bà quát đầu tới tăng vì màu buồn từ làm này chẳng đặt cái văn nâng prom trên ở mà nước chung nên nâng tới từng ở kia cứ quan giấy lên soi sờ váy lăng mền tên pe đây từ đó hái mà đây bà quát cũng có riệp cho mà bay tật ấy xinh này chẳng riệp cho mấy hơi cho sau cặp óc có quát ra ai David chỉ môi đang vật tay nắng ai từ sông bạc thay lô pi bộ ấy nơi cái này nó cứ quanh bài cho hay chẳng giờ bạc thay pi mà tầm bay riệp cho đã bay bằng thèm vật tay chỉ môi đang David có quạt đà tay bà ta hơi căn bạc nè mùi máu dọc mà ai mà đây nó quạt riệp cho lo pi ở cha quạt chạm đam thu cách ấy với hơi trong sau cặp óc còn ở vật nó cứ cái ọt ba bay bắn tì bắn tay cái về chầm hàng đôi kia để chẳng về chầm hàng ấy hơi rồi trong sau cặp óc có David khơi còn sợ khi còn sợ lố á căn là cả tôn bay ngôi để kịp nã miền bay và phần năng chứng khi căn cả tôn bay đang tới chỉ mũi háo còn miền nông miền tây miền xa ấy nên là chỉ mũi kia cho cái này có ở khơi mấy những căn bay đang háo có đa tới đọc về đa tại háo có giọt bay những tận đạn nơi chi được bồ đôi chỉ đau thục nơi chất nắng á mặt tây chỉ mũi đang chân đi khơi trắng cái chập đam riêng sưu chứ nó khai ra thằng ca pi dục chọp kia bần 4 lần bần 5 chọp kia chẳng chập đam riêng sưu chứ cứ ọt hiền tới chất đấy ọt hiền tới cái bài đấy có quát đa chia pi cái này nâng nào đọc về vị thị bon nâng ấy việc căn đặt tiếp chất bạc khang tay mền tên đó và bạn mong prem chất nâng mong và mũi hay là bộ sát có cái châu từ không nâng ở hai châu từ không bị hiện ở hai chăn đấy David nơi cuối nơi nâng một xa nơi bọc về hiền nâng á có sóc có quát xa tại khơi sầm máu mũi tiết đại ho tranh bị đám chơi mũi từ can đám chơi mũi sầm máu nâng cứ chia sầm máu một nụ say bông ổn sầm máu một nụ say ho tranh bị đám chơi thông mũi một can đám chơi thông mũi tiết quát khơi chẳng chẳng pi đĩa có quát đột màu rốt mà vấp mất xa ta vào tay nó cả lại chơi buôn proof nơi à cả lại nữa David có quát ở chạp đáy lợt vào tay đằng màu còn tay lồng bịch đằng clear mong ổn ăn sầm máu để ho nó cứ vấp mà đo mốc rồi bắt qua tay mà đâu hơi nhỉ dây nó bị đôi à ngay môn chứ dây ta clean khăng nè clean dây chẳng á ban chỉ bộ quát đằng pi nè đăng tha sầm lên nó cứ chia sầm lên mà nấu tại mũi ở sầm lên khăm tại mũi sầm lên nó cứ quát lưu cho nè bay ngay ấy hay mà đong nó cứ quát khơi cho ba mền tên mốc mót mà nó xoay nó cứ sọ rồi bắt quát nó vang bắt ta khơi như riêng sầm máu có bật mến tay khơi từ rụng mốc rồi bắt quát ní cứ riêng là vang mình tách hai sọ rồi bắt quát vang có khơi sầm máu trâm tay chặt cái tê hai quát mau đời chốt so bằng ông xoay nơi à bị đợt tái lắm hai có xua tha ấy na sầm nai clean quát vậy chứ cô vật tay chỉ mùi nắng ở David nó quát hay khang pê quát cho pra thằng nua cho tới cái lạnh đại không mấy đã bay nâng trao rồng bạch nút của sao té ở vĩnh nhiên mũi nó ho tới vâng sầm đau tới cái lạnh nóng tới bộ qua từng pi nhé rốt cây pi nắng màu vọt quạt sang tại sport mà đông nắng cứ chăm tôi tại bạc mà đông thiết hai ao lột sao hội tắc ao trong sau cặp á ôn David có quạt xua thang hết ấy ban quạt che tại chu riêng bạn nâng có quạt sang bạc hà ở ôn David nắng và hai chia pi môn máu miền ở Việt Nam mũi đại ca tới chia ởประเภท mà nụ bạn nâng hơi ọt ban đầu tư bọn ai mình chẳng ai bọn David nâng ngay nâng trừ tại máu rộp bát còn đặt khát tại mà đồng còn oi khán á chẳng bọn David có máu hay lục rạp thả oi ở tư bọn nâng tư sai để đọc về sai bọn sai hơi cho sau cực ở tới cả giờ tắc nâng từ chơi nơi cầu mà culture mùi thầm sau tắc ấy nhưng hơi cho sau cực ở tới quạt ở tư bọn ai hơi tới ngày nâng quạt ngọt
យប់ស្អែកឡើងមកក៏គាត់លែងឬសូរសំឡេងអីទៀតដែរអញ្ចឹងរឿងហ្នឹងបញ្ជាក់ថាបើបងប្អូនទៅធ្វើបន់នៅវត្តកុំភ្លេចឧទ្ទិសបន់ឲ្យគេផងប្រយ័ត្នជួបរឿងដោយប្អូនដាវីតវតីនិងចាន់នីអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយអរគុណច្រើន